Hello អ្នកទាំងអស់គ្នាខ្ញុំបានអាស្តាថ្ងៃនេះប៉ុន្តែគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាយើងពីរបៀបយកដែល Rangoku នៅក្នុង block fruit អ្នកទាំងអស់គ្នារបៀបយកវាគឺថានៅសមុទ្រទី2ចឹងណាអ្នកទាំងអស់គ្នាយើងហើយខ្ញុំចង់ពឹងឲ្យអ្នកទាំងអស់គ្នាយើងជួយ Subscribe ខ្ញុំម្នាក់មួយផងព្រោះខ្ញុំទៅធ្វើវីដេអូលើកទី1ចឹងណាអ្នកទាំងអស់គ្នាយើងហើយបើថាមានសម្លេងរំខានពីខាងក្រោយសូមអភ័យទោសផងអ្នកទាំងអស់គ្នាយើងព្រោះខ្ញុំធ្វើវីដេអូពេលផឹកដែរដំបូងឡើយអ្នកទាំងអស់គ្នាមកពីកោះ Green Zone មកហើយមកកោះនេះមកអ្នកទាំងអស់គ្នាយើងខ្ញុំមិនដឹងកោះឈ្មោះអីទេខ្ញុំភ្លេចឈ្មោះបាត់ហើយអីដែលអ្នកទាំងអស់គ្នាធ្វើបន្ទាប់ហ្នឹងគឺថាមកដាក់ quest ហ្នឹងមកអ្នកទាំងអស់គ្នាយើងហើយដល់ពេលដែលអ្នកគ្នាដាក់ quest ហើយអ្នកគ្នាឡើងទៅលើនោះទៅបន្ទាប់ពីអ្នកគ្នាបានឡើងមកដល់លើប្រាសាទហើយអ្នកគ្នារត់ចូលទៅក្នុងដើម្បីទៅវាយមួយមេហើយនៅពេលដែលអ្នកគ្នាវាយមេនឹងងាប់ពេលនឹង drop key ឲ្យចឹងណាអ្នកគ្នាតើឥឡូវបើក hack key បើក key ដាក់ទៅចូលទៅអ្នកគ្នាយកអ្នកទាំងគ្នាយើងហើយនៅពេលដែលមេនឹងស្លាប់គឺថាវានឹង drop key ឲ្យមួយចឹងណាអ្នកគ្នាយើងហើយមិនប្រកាសថាអ្នកគ្នា drop បានរហូតទេតើអ្នកគ្នានឹងមានសំណាងចឹងណាអ្នកគ្នាយើងសម្រាប់ខ្ញុំវិញគឺថាអត់បានទេអ្នកទាំងគ្នាយើងហើយបើសិនជាគ្នាបាយ drop បានហើយអ្នកគ្នាដើរមកគៀននេះដើម្បីយក key ចាក់យកដាវចឹងណាអ្នកគ្នាបន្ទាប់ពីអ្នកគ្នាដើរចូលក្នុងនោះមកអ្នកគ្នានឹងឃើញហឹបមួយហើយអ្នកគ្នាយក key ដែលអ្នកគ្នាវាយបានហ្នឹងចាក់ទៅវានឹងបានដាវឲ្យអ្នកគ្នាយើងអញ្ចឹងរបៀបវាយយកដាវហ្នឹងគឺថាមានតែប៉ុណ្្នឹងទេអ្នកទាំងគ្នាយើងហើយអ្នកទៅមើលវីដេអូនេះដល់ដំណឹងឲ្យកុំភ្លេច like ផងអ្នកគ្នាហើយមួយទៀតខ្ញុំចង់ឲ្យអ្នកគ្នាជួយ channel Telegram ខ្ញុំម្នាក់មួយចឹងណាហើយ link Telegram ហ្នឹងគឺថាខ្ញុំដាក់នៅក្នុង comment ព្រោះមានព័ត៌មានអីគឺខ្ញុំនឹងតម្លាក់ចូល channel Telegram ចឹងណាហើយខ្ញុំបញ្ជាក់គ្នាយម្ដងទៀតខ្ញុំបានឈ្មោះ Asta ដែលទំធ្វើវីដេអូលើកទី1ចឹងណាអ្នកគ្នាយើងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអ្នកគ្នាអរគុណច្រើនបាយបាយ